សួស្តីអ្នកនរគ្នាជួបខ្ញុំលោកមានថ្ងៃមួយសម្រាប់រឿងសូមដល់បានមកខ្ញុំគួយមកភាគទី15ភាគទី16មិនចូលដល់សាច់រឿងកុំភ្លេចបាន Subscribe ខ្ញុំអ្នកមួយផងបើសិនជាអ្នកទាំងអស់គ្នាចង់ឧបត្ថម្ភខ្ញុំជាថវិកាកុំភ្លេចឧបត្ថម្ភខ្ញុំផងនេះ QR ខ្ញុំដាក់នៅខាងលើហើយបើសិនជាអ្នកនរគ្នាមិនមានថវិកាទេអាចការ Subscribe ឬ comment បានច្រើនមកទុកជាកម្លាំងចិត្តចូលដល់សាច់រឿងយើងវិញយើងឃើញហេឡាខំប្រឹងថាប្រើធម៌ពុទ្ធរបស់នាងដើម្បីចាក់ចេញពីទីនេះធ្វើឲ្យអ្នកបម្រើរឿងភ្នាក់ផ្អើលបន្តិចផងដែររួចហើយហេឡាក៏បានហោះចេញទៅអ្នកបម្រើនិយាយថានាងបានហោះដូចជាបាក់សៃអញ្ចឹងខ្ញុំនឹងរត់គេចពីនាងហើយចូលក្នុងសួនរបស់ឆារ៉ុនក្លោនទោះបីនាងបានមកតាមខ្ញុំក៏ដោយឆារ៉ុនក្លោននឹងមើលថាអ្វីៗទាំងអស់នៅពេលដែលគេឃើញនាងនៅទីនោះឆារ៉ុនមិនមានបំណងចង់កាត់សរសៃដៃសរសៃជើងរបស់នាងទេតែផ្ទុយទៅវិញគេចង់បានក្បាលរបស់នាងស៊ីស៊ីលាបានដើរមកទាន់សេលេណារួចហើយនាងក៏ឲ្យសេលេណាមកទីនេះហើយសេលេណាក៏បានស្រែកដេញនាងចេញឲ្យឆ្ងាយពីខ្លួនឆារ៉ុនក្លោនលោកពិតជាមនុស្សអាក្រក់ណាស់ហេតុអ្វីបានជាលោកជួលមនុស្សស្រីឈួតម្នាក់នេះមកធ្វើការទៅវិញនេះជាការស្រមើស្រមៃរបស់សេលីណាយើងមានកូនក្មេងដ៏កាចសាហាវមួយត្រូវឲ្យនាងព្រានប្រដៅនាងខ្លះទុកចិត្តលើខ្ញុំចោះលោកប្រុសតូចច្បាស់ណាស់នេះគឺជាការសងសឹកដែលខ្ញុំបានបំពេញលើសួនច្បាររបស់គេចឹងតែយកខ្ញុំនឹងវាឲ្យលឿនតាមតែអាចធ្វើទៅបានប៉ុន្តែនាងបានមកចិត្តខ្ញុំហើយអ្នកបម្រើនោះនិយាយថាដល់ពេលត្រឡប់ទៅបន្ទប់របស់អ្នកនាងវិញហើយមិនយកតែធေါ်ទេនាងគិតទាំងររិញរលងទៅផ្នែកភ្លាមនោះនាងក៏បានប្រទះឃើញឆារ៉ុនក្លោនបានដើរមកហេតុអ្វីបានជាគាត់នៅទីនេះហើយឆារ៉ុនក៏បានចាប់ផ្លឹកឃើញសេលេណាផងដែរខ្ញុំគ្រាន់តែទៅរកច្រកទ្វារមួយទៀតរួចហើយរត់គេចកំពុងបាត់ធ្វើដោយធម្មតាតាមតែអាចធ្វើទៅបានវាក៏ធ្វើឲ្យឆារ៉ុនសើចបន្តិចផងដែរហេតុអ្វីបានជាគេដើរមករកខ្ញុំជាមួយនឹងស្នាមញញឹមបែបនេះអញ្ចឹងក៏មករកខ្ញុំអីហើយអ្នកបម្រើចូលថ្មីនឹងក៏បានដើរមកផងដែររួចហើយហេឡាក៏ថាពួកគេកំពុងធ្វើឲ្យខ្ញុំឈួតហើយភ្លាមនោះធ្វើបានរបាក់ឡើងធ្វើឲ្យហេឡាសប្បាយចិត្តយ៉ាងខ្លាំងរួចហើយនាងក៏បានវាចាក់ចេញទៅខ្ញុំនឹងចាក់ចេញនៅពេលទ្វារបានបើកឡើងនិយាយបន្តមកប្រហែលផងភ្លាមនោះមានដៃអ្នកណាម្នាក់បានចាប់នាងឡើងធ្វើឲ្យនាងភ្ជាប់ផ្អើលយ៉ាងខ្លាំងអ្នកណាគេចាប់នឹងខ្ញុំមិនចង់ទៅក្នុងបន្ទប់ជាមួយនឹងស្រីឈួតម្នាក់នោះទេភ្លាមនោះមានសម្លេងមួយបាននិយាយថាហេតុអ្វីបានជានាងចេញក្រៅម្ដងទៀតហើយធ្វើឲ្យហេឡាភ្ជាប់ផ្អើលយ៉ាងខ្លាំងពេលបានឃើញឆារ៉ុនក្លោនព្រមទាំងលោកអុកញ៉ាផងដែរហេតុអ្វីខ្ញុំត្រូវបានគេចាប់បានដោយមនុស្សទាំងពីរនាក់នេះឆារ៉ុនបានមកមុខសេលេណារួចហើយគេនិយាយថានៅទីនេះសេលេណាក៏ថាឈប់សិនហេតុអ្វីបានជាគេបោកខ្ញុំនៅក្នុងដៃរបស់គេអញ្ចឹងលោកអុកញ៉ាសួរឆារ៉ុនថាមានអ្វីកើតឡើងព្រាមនោះស្លេងមួយបានបន្លឺឡើងហើយលោកអុកញ៉ាធ្វើឲ្យហេឡាភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចហើយឆារ៉ុនក៏បានចាប់អារម្មណ៍រឿងនេះដែរហើយនាងនិយាយបន្តទៀតថាលោកម្ចាស់ក៏នៅទីនេះដែរហើយលោកអុកញ៉ាសួរថាហេតុអ្វីបានជាក្មេងនេះនៅទីនេះអត់ទោសឲ្យខ្ញុំផងលោកអុកញ៉ានាងបានឆាច់ចែកបន្ទប់ពីខ្លួនឯងខណៈពេលដែលខ្ញុំមិនបានមើលតែលោកនឹងជឿនាងនិយាយមែនទេនាងនិយាយដូចជានាងមានភាពស្មោះត្រង់យ៉ាងអញ្ចឹងខ្ញុំស្ថិតក្នុងស្ថានភាពដ៏អាក្រក់នៅពេលនេះខ្ញុំត្រូវដោះស្រាយជាមួយនឹងស្រីឈួតម្នាក់នេះម្ដងទៀតហើយទោះយ៉ាងណាក៏ដោយហេតុអ្វីបានជាឆារ៉ុនហាក់បីដូចជាមានបទពិសោធន៍ក្នុងការបើកទីរូបខ្ញុំគិតថាគេគឺជាឪពុកដ៏ល្អម្នាក់នេះពិតជាធ្វើឲ្យមោទនភាពរបស់ខ្ញុំឈឺចាប់ណាស់ខ្ញុំគិតថាខ្ញុំបានប្រាប់នាងហើយថាឲ្យមើលថែក្មេងនេះឲ្យបានល្អបារ៉ុនសាលីវ៉ាន់សេលីណាគិតថានាងមិនមែនគ្រាន់តែជាអ្នកបម្រើទេតើអភិជននៅក្នុងចក្រភពនេះមានបញ្ហាអ្វីស៊ីស៊ីលីនិយាយថាចាស់ប៉ុន្តែខ្ញុំកំពុងមើលថែនាងបានយ៉ាងល្អភ្នែករបស់ខ្ញុំបានជាប់នឹងនាងគ្រប់ទីកន្លែងប៉ុន្តែវានឹងមិនកាត់ឡើងម្ដងទៀតទេស្ដាប់មើលទៅវាដូចជានាងមិនអនុញ្ញាតឲ្យខ្ញុំចេញពីបន្ទប់បន្តទៀតទេនេះមិនមែនជាបញ្ហានៃការរស់រានមានជីវិតរបស់ខ្ញុំបន្តទៀតទេវាជាបញ្ហានៃមោទនភាពរបស់ខ្ញុំនឹងដាក់បណ្ដាសាឲ្យស្ត្រីម្នាក់នោះហើយយកថាមពលវេទមន្តរបស់ខ្ញុំមកវិញវេទមន្តខ្មៅជាធម្មតាជាបណ្ដាសាដ៏មានតម្លៃបំផុតដូច្នេះហេតុអ្វីបានជាមនុស្សនៅតែប្រើវាជាទូទៅវេទមន្តត្រូវបានប្រើដើម្បីពង្រឹងកម្លាំងនៃធម្មជាតិថាមពលកាន់តែខ្លាំងហើយធ្វើដូច្នេះមនុស្សត្រូវការទទួលបានការបណ្ដុះបណ្ដាលរយៈពេលយូរម្យ៉ាងវិញទៀតវេទមន្តខ្មៅគឺជាថាមពលដែលកើតចេញពីមនុស្សវាបានស្រូបយកថាមពលអវិជ្ជមានដោយការព្យាបាទនិងការស្អប់ខ្ពើមដូច្នេះវេទមន្តខ្មៅអាចធ្វើឲ្យនរណាម្នាក់មានថាមពលទោះបីពួកគេខ្វះកម្លាំងនិងទេពកោសល្យក៏ដោយនរណាម្នាក់អាចប្រើប្រាស់វាបានអារ៉ាប់ណាពួកគេគូរង្វង់វេទមន្តនឹងដឹងពីអ្វីដែលពួកគេកំពុងធ្វើនោះហើយជាមូលហេតុដែលវេទមន្តខ្មៅល្អបំផុតសម្រាប់ក្មេងតូចដូចជាខ្ញុំបញ្ហាតែមួយគត់គឺវេទមន្តខ្មៅត្រូវការទាមទារអ្វីមួយត្រឡប់មកវិញហើយខ្ញុំមិនមានអ្វីផ្ដល់ជូនទៅដល់វាទេការរៀនវេទមន្តខ្មៅបន្ទាប់ពីបង្កើតគ្រឹះជាមួយនឹងវេទមន្តធម្មតាគឺជាជម្រើសល្អបំផុតឥឡូវនេះខ្ញុំឆ្ងល់ណាស់តើរឿងការរបស់ខ្ញុំអាចទប់ទល់នឹងបណ្ដាសានេះបានទេវានឹងក្លាយជាល្បែងដ៏ធំមួយវាមានហានិភ័យខ្ពស់ណាស់ប៉ុន្តែបើសិនជាខ្ញុំជោគជ័យខ្ញុំនឹងអាចទទួលបានវេទមន្តខ្មៅវានឹងចំណាយពេលខ្លះដើម្បីទទួលបានវាប៉ុន្តែឯពេលនេះខ្ញុំត្រូវតែដាក់បណ្ដាសានាងជាមុនសិនហើយបើមានរឿងអីកើតឡើងចាំដោះស្រាយពេលក្រោយទៀត
ភ្លាមនោះឆារុនសាយរួចហើយនិយាយថាខ្ញុំបានរកឃើញអ្វីមួយគួរឲ្យអស់សំណើចធ្វើឲ្យសិលណាងើយមើលគេរួចហើយគាត់ថាហេតុអ្វីបានជាគេសាយភ្លាមអញ្ចឹងគេសម្លឹងមើលមុខសិលណារួចហើយយកដៃទៅចង្អុលក្បាលមុំរួចនិយាយថាតើនាងគិតថាមនុស្សគួរឲ្យអស់សំណើចដែរទេឬក៏នាងគិតថាគ្រួសារអ្នកញ៉ាគឺជាតួកំប្លែងហើយគេនិយាយបន្តិចទៀតថាឬក៏សិលណាគិតថាការបញ្ចេញមតិនិងទឹកដមរបស់គេពិតជាទន់ភ្លន់ណាស់ហើយឆារុនក៏បានផ្ដាច់ខ្សែក្បាលមុំនៅពីក្រោយក្បាលរបស់ហេឡានៅគិតបន្តទៀតថាឆារុនខ្លាចមានជំនាញដោះស្រាយបញ្ហាជាមួយនឹងអារម្មណ៍របស់អ្នកដទៃឆារុននិយាយថាវាដោយសារតែពួកគេល្ងងវារបស់គាត់មកស្រួលដូចជាបន្លាតកោអញ្ចឹងប៉ុន្តែវាហាក់បីដូចជាខ្ញុំតងក់ក្បាលដែលមិនដឹងខ្លួនដូចជាអ្នកលបងដ៏ស្មោះត្រង់សារសម្ដែងដ៏ផ្អែមល្ហែមដូចជាមិត្តមើលទៅស៊ីសេលីក៏ព្រៀងក្បាលឆ្ងល់ដែររឿងមួយដែលខ្ញុំដឹងច្បាស់នោះគឺប្រសិនមកពិភពលោកនេះមានបិសាចមែននោះបិសាចនោះច្បាស់ជាឆារុនខ្លោនហើយឆារុននិយាយទាំងត្រជាក់ថាបារ៉ុនស៊ូលីវ៉ានគាត់បានតាក់ទាញមនុស្សជាច្រើនដែលរូបរាងរបស់គាត់កាយវិការទន់ភ្លន់និងសម្ដីដ៏ផ្អែមល្ហែមឆារុនសួរថាតើនាងគិតថានរណាជាអ្នកមានបញ្ហានៅទីនេះដែលចាប់បានអ្នកស៊ីដោយគ្មានការសង្ស័យហើយឆារុនក៏បានវាត់ចោលក្បាលមុំរបស់ហេឡាពេលឃើញក្បាលមុំជ្រុះដល់អត់ចឹងហេឡាមានការគាំងជាខ្លាំងរហូតហើយនាងស្រែកថាក្បាលមុំរបស់ខ្ញុំលោកកញ្ញារឿងខ្ញុំបន្តិចផងដែររហូតគាត់ក៏រើសឡើងសួរសំណួរព្រមគ្នាផងដែរតើឯងចង់បានក្បាលនេះមែនទេឲ្យក្បាលមុំរបស់ខ្ញុំមកឲ្យលឿនឡើងខ្ញុំស្ទើរតែបាត់បង់ស្មារតីរបស់ខ្ញុំទៅហើយលោកញ៉ាក៏ឲ្យក្បាលមុំទៅសេឡណាវិញរហូតសេឡណាគាត់ថាតើគាត់គិតថាវាកខ្វក់មែនទេលោកញ៉ាបានមើលហេឡាដល់ទាំងមិនដាក់ភ្នែករហូតហេឡាគាត់ថាតើចាម្នាក់នេះមិនដែលឃើញតែរូបបងក្បាលមុំទេមែនទេហេតុអ្វីបានជាគាត់មើលមកខ្ញុំបែបនេះគាត់រួចនាងក៏បានងាកបែរមកវិញភ្លាមនោះនាងមានការកាសជាខ្លាំងនាងភ្លេចខ្លួនថានាងកំពុងនៅលើដៃរបស់ឆារុនខ្ញុំមានការភ័យខ្លាចណាស់ខ្ញុំមិនដឹងថាអ្នកប្រុសចង់មានន័យបែបណាទេឆារុនបានសម្លក់នាងធ្វើឲ្យនាងមានការភ័យខ្លាចជាងមុនថែមទៅទៀតបរិយាកាសបានត្រជាក់ភ្លាមឆារុនសួរស៊ីស៊ីលីថាតើនាងអាចប្រាប់ខ្ញុំបានទេថានេះគឺជាអ្វីបារ៉ុនសាលីវ៉ាន់វាជាគោលបំណងនៃការអប់រំអ្នកប្រុសការអប់រំតើការអប់រំអំពីអ្វីដែរជប់សិនតើគាត់មិនមែនជាអ្នកប្រាប់ឲ្យនាងធ្វើបែបនេះទេខ្ញុំគិតថាគាត់នៅពីក្រោយរឿងនេះពេលឮសំណួររបស់ឆារុនដូច្នេះស៊ីស៊ីលីនិយាយថាខ្ញុំបានឮថាកុមារម្នាក់នោះមានអាកប្បកិរិយាមិនល្អដូច្នេះខ្ញុំគ្រាន់តែព្យាយាមប្រដៅនាងប៉ុណ្ណោះហេឡានិយាយទាំងខំថាអត់ទោសតើខ្ញុំត្រូវនៅទីនេះហើយស្ដាប់សម្រាប់ម្នាក់នេះនិយាយមិនល្អមែនទេឡើងខ្ញុំទៅមនុស្សល្ងងថ្ងៃនេះខ្ញុំនឹងទៅសម្រាប់នាងចោលឡើងខ្ញុំទៅមិនក៏វាមិនទៅតាមអ្វីដែលខ្ញុំបានកើតខ្ញុំនៅតែត្រូវការក្បាលមុំខ្ញុំមិនអាចនិយាយបានទេខ្ញុំមិនអាចសម្រាប់ស្រីអាក្រក់ម្នាក់នោះបានទេព្រាមនោះហេឡាក៏បានយំភ្លាមតែម្ដងធ្វើឲ្យឆារុនសួរថាហេតុអ្វីបានជានាងយំលីណាសួរថាស្អីគេតើលោកម្នាក់ឃើញតែរក់យំទេមែនទេនេះគឺជាការខឹងសម្បារបស់ទេរក់នាងក៏បានស្រែកឮខ្លាំងរួចហើយនាងក៏បានយកក្បាលមុំចង់ទៅវាយស៊ីស៊ីលីហើយលីណាក៏បានជុំសារទៀតថ្មីហើយឆារុនក៏បានដាក់លីណាចុះរួចហើយនាងគិតថាតើគាត់ឲ្យខ្ញុំទៅខ្ញុំគ្រាន់តែចង់យល់ថាតើមានអ្វីកើតឡើងក្នុងខួរក្បាលរបស់គាត់នោះទោះយ៉ាងណាក៏ដោយដល់ពេលដែលខ្ញុំត្រូវបញ្ចេញកំហឹងរបស់ខ្ញុំហើយខ្ញុំត្រូវតែសងសឹកភ្លាមនោះនាងក៏បានវាទៅរកស៊ីសេលីរួចហើយនាងបានគិតថាតើខ្ញុំគួរតែសម្រាប់នាងដោយរបៀបណាតើដាក់បណ្ដាសាអ្វីឲ្យនាងរងទុក្ខជារៀងរហូតភ្លាមនោះស៊ីសេលីរកវាយហេឡាប៉ុន្តែត្រូវបានឆារុននិយាយកាត់ថាបារ៉ុនសាលីវ៉ានប្រសិនបើនាងហ៊ានកម្រើសូម្បីតែបន្តិចនាងនឹងមិនអាចរកឃើញឈ្មោះត្រកូលនៃគ្រួសារបារ៉ុនសាលីវ៉ានក្នុងត្រកូលអភិជនរបស់អាណាចក្រទៀតឡើយចាចាប់រឿងហើយខ្ញុំសូមនិយាយទីចំពោះឈ្មោះតួអង្គឯងបើយើងនឹងឈ្មោះពីមុនគឺហេឡាហើយខ្ញុំច្រឡំហៅហេឡារហូតទាំងគេប្រាប់ឈ្មោះប៉ាត់ហើយថានាងឈ្មោះសេលីណាចឹងខ្ញុំនឹងហៅនាងថាលីណាជួនកាលគឺហេឡាជួនកាលសេលីណាចឹងហើយឈ្មោះ3ហ្នឹងតួអង្គតែមួយទេចឹងបើឃើញឈ្មោះថ្ងៃតួអង្គតែមួយហ្នឹងឯង